នេះមានដឹងទេថាក្រុមហ៊ុន startup ជាច្រើនដែលអ្នកអស់នេះស្គាល់ហើយកំពុងប្រើប្រាស់រាល់ថ្ងៃនេះគឺសិតតែដើរខុសពីការគ្រោងទុកនៅពេលដំបូងទាំងអស់ជាស្ដែងដូចជាក្រុមហ៊ុន Instagram នៅពេលដែលពួកគាត់បង្កើតដំបូងគឺក្នុងឆ្នាំ2010ដែលមានឈ្មោះថា Bourbons ប៉ុន្តែ Bourbon ពេលហ្នឹងគឺមិនមានមុខងារដូច Instagram ក្នុងពេលបច្ចុប្បន្នទេគឺវាមានមុខងារច្រើនក្រៅពីហ្នឹងគឺវាអាចឲ្យអ្នកប្រើប្រាស់ហ្នឹងអាច check in ផងអាចរកបន្ទុកផងអាចរៀបចំ plan ផងហើយអាចនឹងបង្ហោះរូបជាមួយនឹងមិត្តភ័ក្តិអីជាដើមប៉ុន្តែនៅពេលហ្នឹងគឺ Bourbon អត់ទទួលបានជោគជ័យនោះទេដោយសារតែវារញ៉េរញ៉ៃពេកអញ្ចឹងខាងស្ថាបនិករបស់ Bourbon ក៏បានសិក្សានិងវិភាគអំពីទីផ្សារអ្នកប្រើប្រាស់ម្ដងទៀតគាត់មើលឃើញថានៅពេលហ្នឹង behavior របស់អ្នកប្រើប្រាស់របស់ពួកគាត់ហើយនឹងទីផ្សារភាគច្រើនគឺគាត់ចូលចិត្តក្នុងការបង្ហោះរូបអញ្ចឹងពេលហ្នឹងហើយដែលពួកគាត់ចាប់ផ្ដើមដកមុខងាររបស់ Bourbon ចោលទាំងអស់គាត់ទុកតែមុខងារសំខាន់មួយឯងគឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចថតរូបបានបង្ហោះរូបបានហើយមាន filter តិចតួចហើយនៅពេលហ្នឹងក៏គាត់ដូរឈ្មោះកម្មវិធី startup របស់គាត់ទៅជា Instagram មកវិញហើយក្នុងរយៈពេលត្រឹមតែ18ខែនោះទេដែល Instagram ទទួលបាន good traction ហើយក៏អាចទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុន Facebook ដែល Facebook បានទិញយកក្នុងតម្លៃ1 billion ករណីមួយទៀតដូចជាក្រុមហ៊ុន YouTube អ្នកនរនេះស្គាល់ YouTube ហើយអ្នកនរនេះខ្ញុំជឿថាអ្នកនរនេះក៏កំពុងតែប្រើប្រាស់វាដែរវាគឺជា platform មួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ក្នុងការថតវីដេអូខ្លួនឯងណែនាំខ្លួនឯងដើម្បីឈានទៅដល់ការ dating age ជាដើមហើយក្រុមហ៊ុន YouTube គាត់បង្កើតឡើងគឺនៅថ្ងៃ Valentine Day តែម្ដងដោយសារតែគោលបំណងរបស់គាត់គឺច្បាស់គឺចង់ផ្ដោតទៅលើរឿង dating នឹងឯងយ៉ាងណាមិញគឺវាអត់ដើរទេទោះបីជាក្រុមហ៊ុន YouTube គាត់ចាយលុយជាច្រើនក៏ដោយក្នុងការជួទាំងនារីក្នុងការថតវីដេអូណែនាំខ្លួនដើម្បីទាក់ទាញអ្នកប្រើប្រាស់ប៉ុន្តែវានៅតែអត់ដែរចឹងនៅពេលហ្នឹងហើយដែលក្រុមការងាររបស់ YouTube គាត់បានសិក្សាអំពីទីផ្សារឡើងវិញហើយក៏គាត់ចាប់ផ្ដើមផ្លាស់ប្ដូរ model អាជីវកម្មរបស់គាត់ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់អាចបង្កើតមាតិកាហើយបង្ហោះមាតិកាទៅតាមអ្វីដែលពួកគាត់ចូលចិត្តមកវិញហើយអ្វីដែលខ្ញុំចង់បង្ហាញទាំងអស់នេះនៅក្នុងវីដេអូមួយនេះគឺចង់ប្រាប់ទាំងអស់នេះថាការធ្វើ startup មិនប្រកាសថាត្រូវចាប់ផ្ដើមឡើងគឺត្រូវតែមានគំនិតអាជីវកម្មមួយដែលល្អឥតខ្ចោះនោះទេអូខេពីព្រោះថាជាធម្មតា startup គឺវាអត់ទៅមុខអាជីវកម្មមួយវាអត់ទៅមុខដូចតែយើងគ្រោងទុកនោះទេវាទាមទារឲ្យម្ចាស់អាជីវកម្មនឹងមានភាពអត់ធ្មត់ពូកែក្នុងការបត់បែនសិក្សាអំពីទីផ្សារសិក្សាអំពីចំណុចខ្វះខាតរបស់ផលិតផលនិងសេវាកម្មរបស់ខ្លួនឯងអ្វីដែលដើរនិងអ្វីដែលមិនដើរហើយជំរុញអាជីវកម្មរបស់ខ្លួនឯងក្នុងការទៅមុខពីមួយដំណាក់កាលទៅមួយដំណាក់កាលទៀតចាំបើអ្នកនរគ្នាចូលចិត្តវីដេអូមួយនេះអាច follow ដើម្បីទទួលបានវីដេអូបន្ថែមទៀតបាយបាយ